មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុចូលរួមពិធីប្រគេនទានព្រះវស្សានិងឧបត្ថម្ភដល់សិស្សានុសិស្សលើកកម្ពស់វិស័យព្រះពុទ្ធសាសនានិងការអប់រំនាព្រឹកថ្ងៃទី1ខែសីហាឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីហេងមន្ទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានអញ្ជើញចូលរួមក្នុងពិធីប្រគេនទានចំណាំព្រះវស្សាព្រមទាំងនាំយកទេយ្យទាននិងបច្ច័យបុណ្យមួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន3ក្នុងក្រុងព្រះសីហនុក្នុងនោះរួមមានវត្តជោទញាណហៅវត្តលើវត្តអន្តញាណហៅវត្តក្រោមនិងវត្តអូត្រេសក្នុងឱកាសនោះក៏មានការរៀបចំពិធីប្រគេនអំណោយឧបត្ថម្ភដល់ក្មួយសិស្សានុសិស្សនៃសាលាបឋមសិក្សាអូត្រេសដើម្បីលើកកម្ពស់ដល់ការសិក្សានិងរួមចំណែកកែលម្អសុខុមាលភាពរបស់សិស្សានុសិស្សក្នុងសហគមន៍ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវសេងសុមេតារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុនិងដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធព្រះសង្ឃលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករការប្រារព្ធពិធីប្រគេនទានចំណាំព្រះវស្សាគឺជាប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋខ្មែរតែងតែប្រតិបត្តិជារៀងរាល់ឆ្នាំដើម្បីគាំទ្រដល់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សាទន្ទឹមនឹងនេះការឧបត្ថម្ភដល់សិស្សានុសិស្សក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការអប់រំនិងការអភិវឌ្ឍធនធានមនុស្សដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព